សកម្មភាពបច្ចុប្បន្នគឺកំណត់ថ្ងៃអនាគតរបស់យើងមកយើងអត់ដឹងថាថ្ងៃអនាគតទៅយើងទៅជាអីទេតែអ្វីដែលយើងអាចធ្វើបានគឺយើងកំណត់ថាយើងចង់ទៅជាអីឲ្យដូចអ្វីដែលយើងចង់បាននៅថ្ងៃអនាគតមានន័យថាបើសិនជាយើងចង់ឲ្យទៅអនាគតរបស់យើងបានបែបមួយកែខាងអីអញ្ចឹងយើងខំប្រឹងអភិវឌ្ឍអាសមត្ថភាពអាហ្នឹងពីបច្ចុប្បន្នធ្វើវាពីមួយថ្ងៃតិចទៅហើយធ្វើរហូតទៅអញ្ចឹងថ្ងៃអនាគតរបស់យើងនឹងបានលទ្ធផលហ្នឹងមកឧទាហរណ៍ជាក់ស្ដែងសិស្សរបស់យើងទី12ឆ្នាំក្រោយគាត់ប្រឡងអញ្ចឹងគាត់ដឹងថាគាត់ប្រឡងទៅបានអីទេមែនទេតែអ្វីដែលគាត់អាចធ្វើបានពេលហ្នឹងគាត់ត្រូវខិតខំប្រឹងប្រែងវាពីដើមឆ្នាំឲ្យបានល្អត្រៀមខ្លួនឲ្យបានល្អមេរៀនឲ្យចំអនុវត្តលំហាត់ឲ្យច្រើនអញ្ចឹងអនាគតលទ្ធផលរបស់គាត់គឺអត់ដែលក្បត់នឹងសកម្មភាពរបស់គាត់ទេលទ្ធផលរបស់គាត់នឹងល្អហើយអញ្ចឹងដូចគ្នាដែរដូចគ្នានឹងយើងដូចខ្លួនណាជីវិតរបស់យើងអញ្ចឹងដែរយើងចង់ឲ្យបានអនាគតរបស់យើងបានម៉េចយើងត្រូវបង្កើនសមត្ថភាពអភិវឌ្ឍសមត្ថភាពរបស់យើងពីថ្ងៃហ្នឹងឲ្យមានលក្ខណៈគ្រប់គ្រាន់ដោយអ្វីដែលយើងចង់បាននៅថ្ងៃអនាគតអញ្ចឹងហើយវានឹងបានសម្រេចហើយយើងចងចាំថាសកម្មភាពវាអត់ដែលក្បត់នឹងលទ្ធផលរបស់យើងហើយលទ្ធផលគ្រប់លទ្ធផលដែលកើតចេញនៅលើយើងទាំងអស់លើផ្នែកណាមួយនៃជីវិតយើងវាកើតចេញពីសកម្មភាពរបស់យើងធ្វើបែបណាគឺនឹងបានបែបហ្នឹងមកអាហ្នឹងដល់ពេលយើងចូលអញ្ចឹងយើងគិតអញ្ចឹងយើងធ្វើទៅយើងអាចអនុវត្តវាគ្រប់ផ្នែកជីវិតរបស់យើងមិនថាក្នុងតតំណងឬកន្លែងការងារឬក៏ហេតុវត្ថុឬក៏អីដែលយើងអនុវត្តបែបហ្នឹងទៅគឺនឹងល្អប្រសើរហើយសម្រាប់ជោគជ័យដោយអ្វីយើងចង់បាន